Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានកាសមក brand ទៀតហើយដែលចង់យកមកណែនាំជូនអ្នកទាំងអស់គ្នាហើយ brand ហ្នឹងដែរក៏ជា brand របស់ Ola ដែល logo របស់វានោះគឺ G7 Pro ហើយសម្រាប់ការនេះដែរគឺអ្នកគ្នាអាចយកទៅប្រើប្រាស់បានដូចជាលេងហ្គេមនិងស្ដាប់បទចម្រៀងអីគឺបានមកឆ្ងាញ់តែម្ដងអញ្ចឹងយើងនឹងមកដឹងពី spec របស់កាសនេះបន្តិចកាសនេះដែរទម្ងន់របស់វានោះគឺត្រឹមតែ280ក្រាមតែប៉ុណ្ណោះអត់ធ្ងន់ពេកហើយក៏អត់ស្រាលពេកដែរគឺវាងាយស្រួលក្នុងការពាក់ប្រើប្រាស់ជាប្រចាំថ្ងៃខ្លាំងមែនតើមានស្រានសាន7.1ស្រានសានហើយបើនិយាយពីថ្មវិញគឺកាន់បានរហូតដល់80ម៉ោងគឺងាយស្រួលនឹងប្រើប្រាស់យូរម៉ោងខ្លាំងមែនតើកាសនេះដែរប្រើប្រាស់បានរហូតដល់3 connection ឯណោះមានដូចជា Bluetooth USB wireless ហើយនឹងខ្សែដូចមូល 3.5 mm ផងដែរហើយក៏ខាងពួកយើងមាន3ពណ៌ក្នុង stock ផងដែរដែលបងប្អូនបានឃើញក្នុងវីដេអូនឹងចឹងសម្រាប់ការ design មកកាសដែរគេ design មកដែលមានប៉ុងទន់ឲ្យអ្នកនរគ្នាពាក់ប្រើប្រាស់បានយូរម៉ោងហើយអត់ឈឺត្រចៀកទេហើយគេមានប៉ុងនៅខាងលើនេះមួយទៀតដើម្បីទប់ក្បាលអ្នកគ្នាកុំឲ្យឈឺរីឯនៅផ្នែកខាងគៀនរបស់កាសនេះវិញគេមានកំណត់ទៅលើប៊ូតុងដូចជាប៊ូតុងកំណត់ទៅលើម៉ៃប៊ូតុងកំណត់ទៅលើសំឡេងហើយនៅចុងក្រោយគេនោះគឺប៊ូតុងបិទបើករបស់កាសនេះតែម្ដងហើយសម្រាប់កាសនេះដែរក៏គេបាន design មកដែលភ្ជាប់មកជាមួយនឹងភ្លើង RGB នេះផ្នែកខាងគៀននេះផងដែរគឺស្អាតខ្លាំងមែនទែនដូចបងប្អូនបានឃើញក្នុងវីដេអូនឹងចឹងហើយដែលខ្ញុំឆ្លាញ់ពីកាសមួយ model នេះគឺការ design របស់វាដែលមានប៉ុងទន់ធ្វើឲ្យយើងងាយស្រួលក្នុងការពាក់ប្រើប្រាស់ជាប្រចាំថ្ងៃនិងយូរម៉ោងខ្លាំងមែនទែនបើនិយាយពីភ្លើង RGB របស់គេវិញគឺភ្លឺដិតច្បាស់ល្អធ្វើឲ្យលើកសម្រាប់កាសនេះបានមកកម្រិតទៀតក្រៅពីកាសទាំងអស់គ្នានឹងទទួលបាននៅ accessory មួយចំនួនដូចជាដុំ USB wireless ចំនួន1ខ្សែដូចមូល 3.5 mm ចំនួន1ខ្សែ USB Type C ចំនួន1ម៉ៃចំនួន1និងចុងក្រោយគេនោះគឺជាផៅ nano ចំនួន1ផងដែរអញ្ចឹងសម្រាប់កាស model នេះផងដែរខាងពួកយើងមាន warranty ជាអ្នកទាំងអស់គ្នាផងដែរពីមួយអាទិត្យរហូតដល់1ឆ្នាំហើយបើនិយាយពីតម្លៃរបស់គេវិញត្រឹមតែ$39តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ